ប្រាសាទប្រែរូបស្ថិតនៅផ្លូវវងធំនៅតាមផ្លូវពីអង្គរវត្តឆ្ពោះទៅថ្នល់បារាយណ៍ឬហៅតាមបារាំងថាបារាយណ៍ខាងកើតនិងភូមិប្រដាឬផ្លូវទៅបន្ទាយស្រីតួប៉មរបស់ប្រាសាទនេះសាងអំពីឥដ្ឋលើខឿន5ថ្នាក់ធ្វើអំពីថ្មបាយក្រៀមប្រាសាទប្រែរូបសាងនៅឆ្នាំ961ដោយមន្ត្រីម្នាក់ដែលជាស្ថាបត្យករឈ្មោះកវិន្ទ្រារឹមថននៅក្នុងព្រះរាជព្រះបាទរាជាន្ទ្រវរ្ម័នគ្រិស្តសករាជ944ដល់968ស្ថាបត្យកររបស់ព្រះរាជារូបនេះក៏បានសាងប្រាសាទផ្សេងៗទៀតដែរដូចជាបាទជុំ953និងមេបុណ្យខាងកើតដែលសម្រាប់ឧទ្ទិសដល់បុព្វការីជនរបស់ព្រះរាជាជាដើមថ្វីត្បិតព្រះរាជាគោរពព្រហ្មញ្ញសាសនាក្តីប៉ុន្តែគាត់ជាអ្នកជឿគោរពព្រះពុទ្ធសាសនាដូច្នោះហើយបានជាគាត់សាងប្រាសាទបាទជុំសម្រាប់ខ្លួនគាត់ហើយឧទ្ទិសថ្វាយដល់ទេពព្រះពុទ្ធសាសនាធំ3អង្គពោលគឺព្រះពុទ្ធលោកេស្វរៈនិងប្រាជ្ញាបារមីនេះបញ្ជាក់ឲ្យឃើញថាគ្មានការរើសអើងឬបិទសិទ្ធិសេរីភាពនៅក្នុងជំនឿសាសនាសម័យបុរាណឡើយឈ្មោះនៃប្រាសាទនេះសពថ្ងៃដើមឡើយអាចមកពីឈ្មោះនៃប្រតិមាទេពមួយដែលមានចារនៅក្នុងសិលាចារឹកការ806នៃប្រាសាទប្រែរូបនេះគឺវិស្វរូបដែលឈ្មោះវែងសរសេររាជេន្ទ្រវិស្វរូបវាជាការវិវត្តនៃពេលវេលាឬសំឡេងនៃការហៅវិស្វរូបព្រះរូបព្រះរូបប្រែរូបមែនទែនទៅបើស្ដាប់អ្នកស្រុកដែលរស់នៅអង្គរសំឡេងគាត់ហៅប្រែរូបមិនឮប្រែរូបទេប្រកាសណាស់អ្នករស់នៅខាងជើងអង្គរពេលនិយាយគ្មានខ្យល់ឯគឺមានតែអេឧទាហរណ៍ស្រែទៅជាស្រេដឹងទៅជាដេញការដែលសរសេរឬហៅប្រែរូបនេះវាក្រោយមកទេអាចថានៅពេលដែលបារាំងចូលមកអភិរក្សប្រាសាទអង្គរគ្រាន់ជាឈ្មោះនៃភូមិប្រដាព្រះដាដែលទើបបង្កើតជារឿងព្រេងឡើងនៅទសវត្ស1980ដោយមិនដឹងឈ្មោះដើមនៃភូមិពិតប្រាកដឈ្មោះប្រាសាទមួយចំនួនមិនថានៅអង្គរឬនៅតំបន់ផ្សេងទៀតវាជាការបង្កើតថ្មីភ្ជាប់នឹងរឿងព្រេងហើយរឿងព្រេងភាគច្រើនបង្កើតឡើងនៅរវាងសតវត្សទី19និងដើមសតវត្សទី20រឿងព្រេងជាទូទៅគេបង្កើតឡើងភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រហើយធ្វើឲ្យទៅជារឿងដែលមានភាពអស្ចារ្យឬអ្នកតែងចង់បង្ហាញពីភាពមិនច្បាស់លាស់នៃទិដ្ឋភាពប្រវត្តិសាស្ត្រឬប្រៀបធៀបទៅនឹងសង្គមនាពេលមួយនោះឧទាហរណ៍រឿងតាត្រសក់ផ្អែមដែលប្រើលំពែងធ្វើឃាតស្ដេចហើយឡើងគ្រងរាជ្យនៅសតវត្សទី14នៅក្នុងប្រវត្តិសាស្ត្រពិតនៅពាក់កណ្ដាលសតវត្សទី14និងសតវត្សទី15គឺមិនមានភាពច្បាស់លាស់ដោយសារគ្មានឯកសារគ្មានសិលាចារឹកណាមួយបញ្ជាក់ព្រះរាជពង្សាវតារមិនអាចយកមកជាមូលដ្ឋានបានទាំងពង្សាវតារខ្មែរទាំងសៀមនិងឡាវមែនទែនរឿងតាត្រសក់ផ្អែមនេះមាននិយាយតាំងពីសតវត្សទី10ម្លេះនៅស្រុកភូមាគ្រាន់តែខាងភូមាតាប្រើពូថៅធ្វើឃាតស្ដេចរីឯខ្មែរឲ្យអស្ចារ្យបន្តិចគឺប្រើលំពែងឥឡូវនេះយើងមកពិចារណារឿងឈ្មោះប្រាសាទប្រែរូបវិញដូចដែលមានរូបថតបញ្ជាក់ស្រាប់នៅទីនេះឃើញមានសំណង់ថ្មភក់រាង4ជ្រុងនៅពីមុខជណ្ដើរឡើងទៅប្រាង្គខាងលើនិងសំណង់តូចថ្មបាយក្រៀមនៅជ្រុងឦសាននៃប្រាសាទនេះគេយកសំណង់ទាំងពីរនេះទៅភ្ជាប់នឹងរឿងតាត្រសក់ផ្អែម
សំណង់ថ្មភក់រាង4ជ្រុងនោះគេយល់ថាជាទីកន្លែងសម្រាប់បូជាសពរបស់ស្ដេចដែលតាត្រសក់ផ្អែមធ្វើឃាតនៅក្នុងទំនៀមនៃការបូជាសពយើងតែងតែប្រែសពឬជាកិច្ចប្រែសពឬប្រែរូបនៅពេលបូជាពលគឺដើម្បីឲ្យអ្នកដែលស្លាប់ទៅនោះបានទៅចាប់ជាតិថ្មីដូច្នេះហើយបានជាគេហៅប្រាសាទនេះទៅជាប្រែរូបរីឯសំណង់តូចថ្មបាយក្រៀមនោះគេយល់ថាជាកន្លែងសម្រាប់លាងធាតុបន្ទាប់ពីបូជាហើយតាមពិតសំណង់ថ្មភក់រាង4ជ្រុងពលគឺជាជើងទម្រសម្រាប់តម្កល់ព្រះគោភាសាសំស្ក្រឹតហៅថា Nandi ដែលជាយានជំនិះរបស់ព្រះឥសូរប្រាសាទឧទ្ទិសដល់ព្រះឥសូរភាគច្រើនតែងតែមានរបៀបនេះដាក់នៅខាងកើប្រាង្គហើយប្រតិមាព្រះគោបែរចំទៅប្រាង្គរីឯសំណង់តូចថ្មបាយក្រៀមវិញខ្ញុំមិនដឹងអំពីទូនាទីរបស់វានៅក្នុងស្ថាបត្យកម្មឬជំនឿឡើយដោយសារគ្មានឯកសារណាមួយបញ្ជាក់ច្បាស់ខ្លះថាជាទីកន្លែងតម្កល់សិលាចារឹករបស់ប្រាសាទនេះផ្ទាល់ខ្លះថាទូនាទីវាតាក់ទងនឹងប្រព័ន្ធបង្ហូរទឹក